សម័យអង្គរជាសម័យដ៏រុងរឿងបំផុតនៃសាវតាខ្មែរសម័យនោះមានទឹកដីធំទូលាយមានវប្បធម៌អរិយធម៌ទំនើបជឿនលឿននិងអភិវឌ្ឍគ្រប់វិស័យទីក្រុងអង្គរជារាជធានីចាស់របស់ខ្មែរយើងទីក្រុងនេះពីដើមមានឈ្មោះយសោធបុរៈតាំងនៅតំបន់អង្គរដែលជាទីតាំងកណ្ដាលនៃអាណាចក្រអង្គរទីក្រុងអង្គរកសាងនៅដើមសតវត្សទី9នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី2ក្នុងខេត្តសៀមរាបបច្ចុប្បន្នក្រុងអង្គរមានប្រាសាទតូចធំជាច្រើនប្រាសាទនីមួយៗមានក្បាច់រចនាដ៏ប្រណិតគួរឲ្យស្ញប់ស្ញែងពិសេសប្រាសាទបាយ័ននិងប្រាសាទអង្គរវត្តក្រៅពីប្រាសាទក្រុងអង្គរមានបារាយធំសម្រាប់យកទឹកប្រើប្រាស់និងធ្វើកសិកម្មនៅក្នុងសម័យអង្គរមានព្រះរាជាល្បីៗនិងព្រឹត្តិការណ៍សំខាន់ដូចតទៅព្រះបាទជ័យវរ្ម័នទី2សោយរាជ្យចាប់ពីឆ្នាំ802ដល់ឆ្នាំ850នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2ជាព្រះញាតិវង្សព្រះមហាក្សត្រចេនឡាទឹកលិចដែលត្រូវពួកជ្វាចាប់នាំយកទៅក្នុងពេលដែលពួកជ្វាចូលលុកលុយរាតត្បាតនគរចេនឡាទឹកលិចក្នុងគ្រិស្តសករាជ800ព្រះបាទជ័យវរ្ម័នទី2ទ្រង់បានលបលួចរត់ចេញពីប្រទេសជ្វាមកកាន់ចេនឡាទឹកលិចវិញនៅគ្រិស្តសករាជ802ព្រះអង្គបានរៀបចំកម្លាំងកម្ចាត់សត្រូវឈ្លានពានអស់ពីទឹកដីចេនឡាទឹកលិចហើយប្រកាសឯករាជ្យលែងជាចំណុះនគរជ្វាទៀតដោយមានព្រះរាជបំណងបង្រួបបង្រួមចេនឡាទឹកលិចនិងចេនឡាដីគោកព្រះអង្គបានយាងទៅគង់នៅតំបន់ខាងជើងបឹងទន្លេសាបវិញគឺតំបន់អង្គរសពថ្ងៃនេះដើម្បីឲ្យព្រះអង្គទៅជាក្សត្រខ្លាំងពូកែព្រះអង្គទ្រង់ចាត់ឲ្យគេរៀបចំពិធីមួយតាមបែបព្រហ្មញ្ញសាសនានៅលើភ្នំគូលែនគឺហៅថាពិធីទេវរាជដែលចាត់ទុកព្រះអង្គដូចជាព្រះទេវៈដែរចាប់ពីពេលនោះមកនគរមានឈ្មោះល្បីរន្ទើបន្ទាប់មកព្រះអង្គចាត់ឲ្យកសាងព្រះរាជវាំងនិងប្រាសាទមួយចំនួនសម្រាប់ធ្វើពិធីគោរពព្រះទេវៈហើយការបង្រួបបង្រួមចេនឡាទាំងពីរមានការរីកចម្រើនជាលំដាប់ទើបគេហៅព្រះអង្គថាជាព្រះរាជាផ្ដើមកសាងសម័យអង្គរមុនគេបង្អស់ប្រទេសខ្មែរក្លាយជាអាណាចក្រកម្ពុជាចាប់ពីពេលនោះមកព្រះបាទសូរ្យវរ្ម័នទី2សោយរាជ្យនៅឆ្នាំ1113ដល់ឆ្នាំ1150នៃគ្រិស្តសករាជព្រះបាទសូរ្យវរ្ម័នទី2បានធ្វើឲ្យប្រទេសមានសុខសន្តិភាពនិងឯកភាពជាតិរួមតែមួយវិញព្រះអង្គជាស្ដេចសឹកយ៉ាងឆ្នើមដោយផ្ដោតលើពីរចំណុចទី1គឺផ្នែកការពារប្រទេសនិងទី2គឺផ្ដោតទៅលើផ្នែកសាងសង់ចំពោះផ្នែកការពារប្រទេសទ្រង់បានធ្វើសង្គ្រាមកម្ចាត់សត្រូវឈ្លានពានពីចាមយួនសៀមនិងមននៅក្នុងរជ្ជកាលព្រះអង្គមានចម្បាំងធំពីរលើកគឺលើកទី1នាឆ្នាំ1131នៃគ្រិស្តសករាជបង្ក្រាបចាមយួនតុងកឹងឈ្លានពានខ្មែរនិងលើកទី2នាឆ្នាំ1145វាយលុកប្រទេសចម្ប៉ាហើយយកនគរនោះជាចំណុះនៅចុងរជ្ជកាលព្រះអង្គប្រទេសមានព្រំប្រទល់ខាងជើងទល់ប្រទេសចិនខាងត្បូងទល់សមុទ្រខាងកើតទល់នឹងប្រទេសចម្ប៉ាខាងលិចទល់នឹងប្រទេសភូមាព្រះអង្គទ្រង់កាន់លទ្ធិវិស្ណុចំពោះផ្នែកសាងសង់ព្រះអង្គបានកសាងប្រាសាទមួយដ៏ល្អឆើតដែលល្បីល្បាញពេញពិភពលោកគឺប្រាសាទអង្គរវត្តសម្រាប់ជាទីគោរពបូជាដល់ព្រះវិស្ណុនិងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុព្រះអង្គផងក្រៅពីនេះ
ព្រះអង្គបានសាងប្រាសាទនៅភ្នំជីសូរភ្នំសណ្ដកប្រាសាទវត្តភូសពថ្ងៃនៅក្នុងទឹកដីឡាវបឹងមាលាប្រាសាទព្រះខ័នដែលស្ថិតនៅកំពង់ស្វាយព្រះបាទសូរ្យវរ្ម័នទី2ឡើងសោយរាជ្យគ្រប់គ្រងលើរាជាណាចក្រកម្ពុជាទាំងមូលដោយទ្រង់គង់នៅក្នុងក្រុងអង្គរព្រះបាទជ័យវរ្ម័នទី2សោយរាជ្យនៅឆ្នាំ1181ដល់ឆ្នាំ1218នៃគ្រិស្តសករាជនៅពាក់កណ្ដាលសតវត្សទី12នគរខ្មែរចុះខ្សោយដោយសារការដណ្ដើមអំណាចគ្នាពួកចាមបានលើកទ័ពចូលវាយលុកហើយគ្រប់គ្រងក្រុងអង្គរនៅគ្រិស្តសករាជ1177ព្រះបាទជ័យវរ្ម័នទី7ទ្រង់ឆ្វេងយល់ឃើញថាចក្រភពអង្គរត្រូវធ្លាក់ក្នុងកណ្ដាប់ដៃចាមដូចនេះទ្រង់បានប្រមូលទ័ពបណ្ដេញពួកចាមឈ្លានពានអស់ពីចក្រភពអង្គរការប្រយុទ្ធកម្ចាត់សត្រូវឈ្លានពាននេះបានប្រព្រឹត្តទៅអស់រយៈពេល4ឆ្នាំទើបបានទទួលជោគជ័យនៅគ្រិស្តសករាជ1181ទ្រង់ចាត់ឲ្យរៀបចំពិធីអភិសេកព្រះអង្គឡើងសោយរាជ្យជាព្រះមហាក្សត្រនៅក្រុងអង្គរបន្ទាប់មកព្រះបាទជ័យវរ្ម័នទី7បានបញ្ជាឲ្យទ័ពវាយលុកដណ្ដើមយកប្រទេសចម្ប៉ាដាក់ជាខេត្តមួយរបស់ចក្រភពអង្គរក្នុងរជ្ជកាលព្រះអង្គទឹកដីខ្មែរមានទំហំធំធេងណាស់គឺរាប់ទាំងប្រទេសចម្ប៉ាឡាវសៀមម៉ាឡាយូមួយភាគទៀតផងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី7ទ្រង់ផ្ដោតទៅលើផ្នែកសង្គមគិច្ចនិងវប្បធម៌ព្រមទាំងផ្នែកសាងសង់សម្រាប់ផ្នែកសង្គមគិច្ចនិងវប្បធម៌ព្រះអង្គទ្រង់គោរពនិងមានជំនឿលើព្រះពុទ្ធសាសនាព្រះអង្គទ្រង់ចាត់ឲ្យកសាងវត្តអារាមជាច្រើនដើម្បីជាទីកន្លែងសម្រាប់គោរពព្រះពុទ្ធសាសនាផងនិងជាទីកន្លែងសម្រាប់ឲ្យសិស្សានុសិស្សបានចូលទៅរៀនសូត្រផងព្រះអង្គទ្រង់យកព្រះទ័យទុកដាក់ពីទុក្ខវេទនារបស់ប្រជារាស្ត្ររបស់ព្រះអង្គណាព្រះអង្គទ្រង់ចាត់ឲ្យសាងមន្ទីរពេទ្យជាច្រើននៅគ្រប់ទីកន្លែងដើម្បីព្យាបាលរោគជូនប្រជារាស្ត្រក្រៅពីនេះព្រះអង្គចាត់ឲ្យធ្វើផ្លូវគមនាគមន៍សម្រាប់តាក់ទងពីតំបន់មួយទៅតំបន់មួយទៀតនិងមានសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយទៀតផងសម្រាប់ផ្នែកសាងសង់ក្នុងពេលដែលពួកចាមលុកលុយចក្រភពអង្គរនោះទីក្រុងអង្គរដែលយើងហៅថាយសោធរបុរៈត្រូវខូចខ្ទេចខ្ទាំជាច្រើនកន្លែងម្ល៉េះហើយព្រះបាទជ័យវរ្ម័នទី7ទ្រង់ចាត់ឲ្យរៀបចំជួសជុលក្រុងអង្គរឡើងវិញក្នុងការរៀបចំនិងជួសជុលនេះព្រះអង្គទ្រង់បញ្ជាជីកគូទឹកនិងធ្វើកំពែងពីថ្មព័ទ្ធជុំវិញប្រវែងប្រមាណ12គីឡូម៉ែត្រដើម្បីកុំឲ្យខ្មាំងសត្រូវងាយស្រួលវាយលុកក្រុងអង្គរបន្ទាប់មកទៀតព្រះអង្គទ្រង់ចាត់ឲ្យជួសជុលប្រាសាទដែលខូចខាតបាក់បែកដោយសារសង្គ្រាមព្រមទាំងចាត់ឲ្យកសាងប្រាសាទថ្មីមួយទៀតនៅក្នុងបរិវេណអង្គរធំនេះគឺប្រាសាទបាយ័នក្រៅពីនេះព្រះបាទជ័យវរ្ម័នទី7ទ្រង់បានចាត់ឲ្យកសាងប្រាសាទជាច្រើនទៀតនៅទូទាំងចក្រភពខ្មែរដូចជាប្រាសាទព្រះខ័នក្នុងតំបន់អង្គរប្រាសាទតាព្រំនៅតាកែវប្រាសាទវត្តនគរនៅខេត្តកំពង់ចាមនិងប្រាសាទបន្ទាយឆ្មាជាដើមចម្បាំងនិងចាមជនជាតិចាមមានប្រទេសឈ្មោះចម្ប៉ាស្ថិតនៅភាគខាងកើតនៃជ្រោយឥណ្ឌូចិនជាប់នឹងឆ្នេរសមុទ្រលុះជនជាតិនេះមានបណ្ដាជនកាន់តែកុះករឡើងកិច្ចចាំបាច់ដើម្បីរស់បានបង្ខំចាមឲ្យច្បាំងយកកម្ពុជាភាគខាងត្បូងចម្បាំងនិងចាមមានតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី2ប៉ុន្តែចម្បាំងធំគឺច្បាំងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដែលអូសបន្លាយរហូតដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី7នៅឆ្នាំ1123ដល់ឆ្នាំ1145ព្រះបាទសូរ្យវរ្ម័នទី2បានដេញវាយចាមដែលបានមកឈ្លានពានឲ្យខ្ចាត់ខ្ចាយអស់
ព្រះអង្គបង្ខំឲ្យចាមចូលធ្វើសហពលកម្មជាមួយខ្មែរផងនិងទ្រង់បានដាក់ព្រះរាជាខ្មែរមួយអង្គឲ្យគ្រប់គ្រងចម្ប៉ាការគ្រប់គ្រងនោះបានតែ5ឆ្នាំប៉ុណ្ណោះចាមដណ្ដើមយកការគ្រប់គ្រងវិញនៅឆ្នាំ1177ចាមលើកទ័ពមកតាមទន្លេមេគង្គចូលដល់បឹងទន្លេសាបវាយយកអង្គរនិងសម្លាប់ស្ដេចខ្មែរលុះ5ឆ្នាំក្រោយមកព្រះបាទជ័យវរ្ម័នទី7បានលើកទ័ពដេញកម្ចាត់ចាមចេញអស់ពីប្រទេសវិញនៅឆ្នាំ1190ចាមលើកទ័ពមកឈ្លានពានម្ដងទៀតពេលនោះព្រះបាទជ័យវរ្ម័នទី7បានវាយបកវិញព្រះអង្គបានលើកទ័ពចូលដល់ក្រុងវិជ័យនិងគ្រប់គ្រងប្រទេសចម្ប៉ាបាននៅសម័យអង្គរខ្មែរមានឈ្មោះជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍ភាពរុងរឿងនេះគឺខ្មែរមានផ្ទៃដីធំទូលាយលាតសន្ធឹងជិតអស់ផ្ទៃដីឥណ្ឌូចិនទាំងមូលនិងមានសិលាចារឹកច្រើនរាប់ពាន់ប្រកបដោយក្បាច់រចនាល្អឥតខ្ចោះផ្ទាំងសិលាចារឹកមានភាសាសំស្ក្រឹតនិងខ្មែរបុរាណនៅលាយចម្រុះជាមួយគ្នាបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុជាច្រើនជាពិសេសមានបារាយណ៍ទំនប់ទឹកផ្លូវថ្នល់ស្ពានជាដើមនៅសម័យអង្គរការប្រតិបត្តិសាសនាតែងផ្លាស់ប្ដូរទៅតាមជំនឿរបស់ព្រះមហាក្សត្រព្រះរាជាខ្លះកាន់សាសនាព្រះឥសូរព្រះរាជាខ្លះទៀតកាន់សាសនាព្រះវិស្ណុព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្មនិងព្រះរាជាខ្លះទៀតកាន់ព្រះពុទ្ធសាសនាសាសនាទាំងនេះសម្រាប់តែព្រះរាជានិងពួកអភិជនប៉ុណ្ណោះឯប្រជារាស្ត្រសាមញ្ញគេគោរពនិងជឿលើអារក្សអ្នកតាចាជាសេចក្តីសង្ខេបសម្រាប់សម័យអង្គរមានទីក្រុងឈ្មោះយសោធរបុរៈស្ថិតនៅតំបន់អង្គរទីក្រុងនេះសាងនាដើមសតវត្សទី9នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី2ព្រះរាជាទាំងអស់ជាអ្នកខ្លាំងពូកែបានពង្រីកទឹកដីយ៉ាងធំទូលាយនិងកសាងប្រទេសឲ្យសម្បូររុងរឿងមានប្រាសាទជាច្រើនជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី2ព្រះបាទសូរ្យវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី7នៅសម័យនោះខ្មែរជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ទឹកដីលាតសន្ធឹងស្ទើរតែពេញឥណ្ឌូចិនទាំងមូលមានសិលាចារឹកនិងភាសាសំស្ក្រឹតជាមួយភាសាខ្មែរបុរាណលាយគ្នាយ៉ាងសម្បូរបែបព្រះរាជានិងអភិជនកាន់សាសនាព្រហ្មញ្ញនិងព្រះពុទ្ធប្រជារាស្ត្រគោរពនិងជឿលើអារក្សអ្នកតាចាអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ចាសម្រាប់អត្ថបទនេះដែរគឺដកស្រង់ចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី5